Assalamu alaikum សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងចង់និយាយអំពីបញ្ហាមួយដែលតែងតែត្រូវបានជជែកវែកញែកច្រើនមែនទែននៅក្នុងចំណោមអ្នកអ៊ីស្លាមអញ្ចឹងយើងតែងតែបានលើឲ្យថាអ្នកអ៊ីស្លាមគឺបែងចែកជា73ក្រុមហើយក្នុងចំណោម73ក្រុមហ្នឹងគឺមានតែមួយក្រុមទេដែលមានសុវត្ថិភាពអាចចូលឋានសួគ៌បានអញ្ចឹងមួយក្រុមដែលមានសុវត្ថិភាពនោះហើយដែលអ្នកអ៊ីស្លាមនៅពេលបច្ចុប្បន្ននេះតែងតែយកទៅដាក់ក្រុមរបស់ខ្លួនណាក្រុមសាឡាហ្វីយកទៅដាក់ក្រុមរបស់គាត់ទៅក្រុមអេឆៃរ៉ោដាក់ក្រុមរបស់គាត់ទៅក្រុមឈីអាដាក់ក្រុមរបស់គាត់ទៅក្រុមអ៊ីឌីតាប់លីកអាម៉ាឌីយ៉ាមូហាម៉ាឌីយ៉ាយើងក្រុមច្រើនមែនទែនក្រុមសាសនាផ្សេងៗដែលបែកខ្ញែកណាអញ្ចឹងគ្រប់ក្រុមទាំងអស់គឺតែងតែយកទៅដាក់ក្រុមរបស់ខ្លួនអញ្ចឹងចង់ដឹងនៅក្នុងវីដេអូនេះគឺខ្ញុំចង់បញ្ជាក់ថាតើក្រុមទាំងអស់ដែលបែងចែកជា73ក្រុមហ្នឹងត្រូវបានវិនិច្ឆ័យត្រូវបានកាត់តម្លៃបែបណានៅក្នុងការបែងចែកហ្នឹងសួរថាតើត្រឹមតែការខុសគ្នាសូត្រគណុតក្រុមមួយដែលស្មៀងសុពោះសូត្រគណុតហើយនឹងក្រុមមួយទៀតអត់សូត្រគណុតយើងអាចបែងចែកយកទៅដាក់ក្រុម72បានអត់ណាក្រុមដែលបែងជា72ក្រុមហ្នឹងបានអត់ណាការកាត់សេចក្តីបែបហ្នឹងវាហាក់ដូចជាមិនយុត្តិធម៌ទេដូចជាងាយស្រួលមែនទេណាអញ្ចឹងសង្ឃឹមថារឿងរ៉ាវលម្អិតបែបណានៅក្នុងបញ្ហាការបែងចែកអ៊ុម៉ាត់អ៊ីស្លាមទី73ក្រុមនេះគឺនឹងមានបញ្ជាក់នៅក្នុងវីដេអូមួយនេះណាវីដេអូមួយនេះគឺនឹងបញ្ជាក់ប្រាប់បងប្អូនអ៊ីនសាអល់ឡោះសង្ឃឹមថាបងប្អូននឹងទទួលបានចំណេះដឹងបន្ថែមថ្មីពាក់ព័ន្ធជាមួយនឹងបញ្ហាអ្នកអ៊ីស្លាមដែលបែងចែកជា73ក្រុមមួយនោះតាមដានទាំងអស់គ្នារហូតដល់ចប់អ៊ីនសាអល់ឡោះមួយរយៈចុងក្រោយនេះសហគមន៍អ៊ីស្លាមរបស់យើងនៅក្នុងប្រទេសកម្ពុជាកំពុងតែប្រឈមជាមួយនឹងការសាកល្បងមួយដែលបង្កការវែកញែកនិងភាពមន្ទិលសង្ស័យដ៏ធំមួយបង្កការចំនួនប្រកែកនៅក្នុងចំណោមអ្នកអ៊ីស្លាមដូចគ្នាតាមភូមិស្រុកនីមួយៗនៅក្នុងបណ្ដាញសង្គមជាដើមនៅពេលដែលយុវជនរបស់យើងត្រឡប់មកអំពីការសិក្សានៅសាលាមួយចំនួននៅក្នុងស្រុកឬក្រៅប្រទេសវិញពួកគេមួយចំនួនបាននាំយកនៅវិធីសាស្ត្រសាឡាហ្វីឬអ្វីដែលមនុស្សមួយចំនួនតែងតែហៅថាវ៉ាហាប៊ីទៅអនុវត្តនៅក្នុងភូមិស្រុករបស់ពួកគេរៀងៗខ្លួនជាអកុសលមានបុគ្គលមួយចំនួនតូចដែលងាយនឹងចង្អុលមករៀមតម្រង់ទៅរកអ្នកដទៃហើយអះអាងថាមានតែក្រុមរបស់យើងទេដែលមានសុវត្ថិភាពមានតែក្រុមរបស់យើងទេដែលត្រឹមត្រូវជាងគេនៅក្នុងសាសនាអ៊ីស្លាមក្រុមផ្សេងទៀតដូចជាអ៊ីសាអ៊ីរ៉ោះចាំអាតាប់លីកឬមូហាម៉ាឌីយ៉ាគឺជាអ្នកដែលបង្វែងផ្លូវនិងរហូតដល់មានអ្នកខ្លះអះអាងថាជាអ្នកដែលនឹងចូលឋាននរកទៀតផងតែហេតុអ្វីដល់ថ្នាក់នឹងនៅទីបំផុតប្រជាជនមូស្លីមនៅកម្ពុជាមានការផន់ច្រឡំតើក្រុមណាដែលត្រឹមត្រូវពិតប្រាកដតើឋានសួគ៌ដ៏ធំល្វឹងល្វើយរបស់អល់ឡោះធំជាងមេឃនិងដីទៀតនោះត្រូវបានចុះហត្ថលេខាសម្រាប់តែក្រុមមួយឬជួយយើងបំបាក់ក្តីអំណួតក្នុងចិត្តរបស់យើងភ្លាមបើកសិភៅរបស់អ្នកប្រាជ្ញសិក្សាស្រាវជ្រាវឲ្យបានស៊ីជម្រៅឡើងវិញហើយមើលចំពោះការពិតដោយភ្នែកនៃដួងចិត្តដ៏ស្មោះសររបស់យើងឥឡូវយើងមកស្វែងយល់អំពីហាឌីសរបស់ណាប៊ីដែលពាក់ព័ន្ធជាមួយនឹងការបែកបាក់របស់អ្នកអ៊ីស្លាមคล้ายទៅជា73ក្រុមមូលដ្ឋានគ្រឹះនៃអំណាចអំណាងរបស់ក្រុមអ្នកដែលជួយចិត្តចោទប្រកាន់លើអ្នកដទៃថាបង្វែងនោះគឺផ្អែកទៅលើហាឌីសអ៊ីហ្វទីរ៉ាឬជាការបែកបាក់របស់អ្នកអ៊ីស្លាមជា73ក្រុមរ៉ាស៊ូលឡោះ សល្លឡោះអាឡៃហ៊ីវសល្លាមលោកមានប្រសាសន៍ថា تفترق أمتي على 73 ملة كلهم في النار إلا ملة واحدة قالوا من هي يا رسول الله قال من أنا عليه وأصحابي ប្រជាជាតិរបស់ខ្ញុំនឹងបែកបាក់ជា73ក្រុមទាំងអស់គឺសុទ្ធសឹងតែនៅក្នុងភ្លើងនរកលើកលែងតែមួយក្រុមប៉ុណ្ណោះបណ្ដាសាហាបសួរថាតើពួកគេគឺជានរណាយ៉ារ៉ាស៊ូលឡោះលោកបានឆ្លើយថាពួកគេគឺជាអ្នកដែលដើរតាមខ្ញុំនិងសាហាបរបស់ខ្ញុំកំពុងតែស្ថិតនៅលើវាសប្តាហ៍នេះតើយើងគួរយល់ដឹងអំពីហាឌីសនេះយ៉ាងដូចម្តេចទៅតើមានន័យថា72ក្រុមទៀតសុទ្ធសឹងតែជាកាហ្វេរឬទេគឺមិនមែនអញ្ចឹងនោះទេសូមពិនិត្យមើលពាក្យរបស់ណាប៊ីមូហាម៉ាត់ដែលលោកមានប្រសាសន៍ថា Taftariqu Ummati ដែលមានន័យថាប្រជាជាតិរបស់ខ្ញុំនឹងបែកបាក់អ៊ូឡាម៉ាបានបញ្ជាក់ថាណាប៊ីប្រាប់ពាក្យថាអ៊ុម៉ាត់ឬប្រជាជាតិរបស់ខ្ញុំគឺមានន័យថា72ក្រុមដែលខុសឆ្គងនោះគឺនៅតែជាមូស្លីមនៅតែជាអ៊ុម៉ាត់របស់ណាប៊ីដដែលនោះទេពួកគេមិនមែនជាកាហ្វេរដែលនៅក្នុងឋាននរកជារៀងរហូតនោះទេក៏ប៉ុន្តែគឺជាក្រុមដែលខុសឆ្គងនៅផ្នែកខ្លះៗនៅក្នុងច្បាប់អ៊ីស្លាមតែប៉ុណ្ណោះមិនមែនជាកាហ្វេរនោះឡើយសូម្បីតែអ៊ូឡាម៉ាឬអ្នកប្រាជ្ញដ៏ធំនៅលើពិភពលោកគឺសេះមូហាម៉ាត់សាអ៊ីដរ៉ាម៉ាដុនអាល់ប៊ូទីបានបញ្យល់អំពីទស្សនៈមួយដែលធ្វើឲ្យយើងស្ងប់ចិត្តហើយអាចទទួលយកបានលោកបានលើកឡើងថាអ្វីដែលសំដៅលើពាក្យថាប្រជាជាតិឬអ៊ុម៉ាត់នេះនៅក្នុងហាឌីសខាងលើគឺជាប្រជាជាតិនៃការផ្សព្វផ្សាយអ៊ីស្លាមឬយើងអាចនិយាយបានថាជាអ៊ុម៉ាត់ដាវ៉ាគឺសរុបទាំងអស់មនុស្សជាតិទាំងអស់បន្ទាប់ពីការតែងតាំងណាប៊ីគឺជាអ្នកនាំសារប្រសិនបើយើងប្រើទស្សនៈមួយនោះគឺមានន័យថា72ក្រុមដែលវង្វេងនោះគឺជាមនោគមវិជ្ជានៃការជឿឬផ្លូវដែលវង្វេងក្រៅអំពីសាសនាអ៊ីស្លាមនៅលើសកលលោកនេះចំណែកឯក្រុមមួយដែលត្រូវបានធានាថាមានសុវត្ថិភាពនោះគឺជាប្រជាជនមូស្លីមទាំងមូលអ៊ុម៉ាត់អ៊ីស្ទីជាបាដែលបានសច្ចាឆាហាដាគ្រប់រូបទាំងចលនាមូស្លីមទាំងអស់ដែលមាននៅពេលបច្ចុប្បន្ននេះ
យើងលើកយកឧទាហរណ៍ឡានក្រុងមួយដែលជាឡានក្រុងអាលីសូណាដើម្បីឲ្យពួកយើងងាយយល់អាលីសូណាវ៉ាល់ចាំអាគឺប្រៀបដូចជាឡានក្រុងដ៏ធំមួយឡាននោះគឺមានម៉ាស៊ីនដូចគ្នាអ្នកបើកបរដូចគ្នានិងផែនទីផ្លូវដូចគ្នាគឺអាល់កុរអាននិងសុណានិងកិត្តិយសនៃសេចក្តីថ្លៃថ្នូររបស់បណ្ដាសាហាបណាប៊ីនៅក្នុងឡាននោះគឺមានកៅអីជាច្រើនរាល់ក្រុមមូស្លីមដែលដើរតាមនៅពេលនោះតាមពិតទៅពួកគេកំពុងតែអង្គុយនៅលើកៅអីផ្សេងៗគ្នាប៉ុន្តែស្ថិតនៅក្នុងឡានតែមួយដែលកំពុងតែឆ្ពោះទៅរកគោលដៅតែមួយតោះយើងមកមើលថាតើក្រុមទាំងអស់នោះមាននរណាខ្លះយើងលើកយកឧទាហរណ៍មួយថាកៅអីទី1និងទី2គឺក្រុមអេសាអ៊ីរ៉ានិងម៉ាឌូរីឌីយ៉ានេះគឺជាមជ្ឈមជំនឿអាគីដាអ៊ីស្លាមដ៏ធំបំផុតរបស់មូស្លីមនៅលើសកលលោកនៅពេលបច្ចុប្បន្នដែលមានរួមបញ្ចូលទាំងរវាងវ៉ាយូហើយនិងហេតុផលដែលត្រឹមត្រូវស្របតាមប្រញ្ញាគិតត្រូវបានអនុវត្តដោយសាកលវិទ្យាល័យ Al-Azhar ប្រទេសអេស៊ីបអ្នកប្រាជ្ញអំពីមជ្ឈម Hanafi ហើយនិងមូស្លីមភាគច្រើននៃប្រទេសកម្ពុជាតាំងពីយូរលង់ណាស់មកហើយពួកគេគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងឡានក្រុងមួយនេះចំណែកឯកៅអីជួរទី3និងទី4គឺសាឡាហ្វីនិងវ៉ាហាប៊ីនេះគឺជាបងប្អូនរបស់យើងដែលផ្ដោតទៅលើការបន្សុទ្ធតៅហេតនិងដើរតាមវិធីសាស្ត្រនៃចំនួនសាឡាហ្វយើងពិតជាគោរពចំពោះកម្លាំងស្មារតីរបស់ពួកគេដែលបានរៀនសូត្រអំពីទីក្រុងម៉ាឌីណាឬនៅក្នុងប្រទេសអារ៉ាប់សាអូឌីតបើទោះបីជាមានភាពខុសគ្នាចំពោះមតិមួយចំនួនលើគោលជំនឿនៃបញ្ហាហ្វូរ៉ូបញ្ហាមេធៀងជាមួយនឹងជំនឿរបស់ក្រុមអេសាអ៊ីរ៉ាក៏ដោយក៏អ៊ូឡាម៉ាឬអ្នកប្រាជ្ញដែលសិក្សាស្រាវជ្រាវបានបញ្ជាក់ថាសាឡាហ្វីវ៉ាហាប៊ីនៅតែស្ថិតនៅក្នុងឡានក្រុងនៃអាលីសុណាវ៉ាល់ចាំអានេះដដែលទេចំណែកឯកៅអីជួរទី5គឺចាំអាតាប្លៀកជាចលនាដាវ៉ាឬការផ្សព្វផ្សាយអ៊ីស្លាមដែលផ្ដោតលើការលះបង់ពេលវេលានិងទ្រព្យសម្បត្តិដើម្បីចេញពីលំនៅឋានខូរុចហៅឬអញ្ជើញមនុស្សទូទៅឲ្យត្រឡប់ទៅមស្ជីតវិញនិងកែលម្អសិលធម៌ដួងចិត្តរបស់មនុស្សភាគច្រើននៃពួកគេគឺមានជំនឿបែបអេសាអ៊ីរ៉ាម៉ាទូរីឌីយ៉ាពួកគេគឺជាអ្នកដែលតែងតែជំរុញស្មារតីនិងតស៊ូពុះពៀបញ្ហានានានៅក្នុងការផ្សព្វផ្សាយអ៊ីស្លាមពួកគេក៏ជាចំណែកមួយនៅក្នុងឡានក្រុងនៃអាលីសុណាវ៉ាល់ចាំអាដែរចំណែកឯកៅអីទី6គឺជាអ៊ីខ្វានុលមូស្លីមីនចលនាមួយនេះគឺផ្ដោតទៅលើការសាងស្មារតីនយោបាយសេដ្ឋកិច្ចនិងសង្គមអ៊ីស្លាមដ៏ទូលំទូលាយដើម្បីដោះស្រាយបញ្ហាប្រឈមនៃយុគសម័យទំនើបដែលមនុស្សម្នាមិនសូវខ្វាយខ្វល់អំពីមាគ៌ានៃសាសនាអ៊ីស្លាមដែលព្យាយាមកែប្រែយកសាសនាអ៊ីស្លាមសម្រាប់ជាដំណោះស្រាយរាល់បញ្ហាជីវិតរបស់មនុស្សពួកគេគឺជាចំណែកមួយនៅក្នុងឡានក្រុងនៃអាលីសុណាវ៉ាល់ចាំអានេះដែរហើយកៅអីជួរទី7វិញគឺជាមូហាម៉ាឌីយ៉ាគឺជាចលនាមួយនៅក្នុងការខិតខំកំណែទម្រង់ដែលផ្ដោតទៅលើការបន្សុទ្ធការគោរពប្រតិបត្តិអំពីជំនឿខុសខូរ៉ាហ្វាត់ព្រមទាំងកសាងសាលារៀននិងមន្ទីរពេទ្យរាប់ពាន់កន្លែងសម្រាប់សុខុមាលភាពរបស់ប្រជាជាតិវិធីសាស្ត្រឬមន្ហាច់របស់ពួកគេគឺជិតស្និទ្ធជាមួយនឹងសាឡាហ្វដែលមានភាពរីកចម្រើនដឹកនាំមនុស្សឲ្យទៅរកភាពរុងរឿងនៅក្នុងជីវិតមនុស្សពួកគេក៏ជាចំណែកមួយនៅក្នុងឡានអាលូសាណាវ៉ាល់ចាំអានេះដែរមើលចុះពួកគេទាំងអស់គ្នាគឺមានគោលការណ៍ដូចគ្នាគឺតាមគម្ពីរកូរ៉ានដូចគ្នាគោរពតាមអល់ឡោះជាម្ចាស់តែមួយពួកគេនៅក្នុងឡានតែមួយខុសគ្នាត្រឹមតែកន្លែងអង្គុយតែប៉ុណ្ណោះគោលដៅតែមួយហេតុអ្វីត្រូវជ្រុះគ្នាហើយចុះយ៉ាងណាវិញទៅចំពោះឈីអាតើពួកគេនៅក្នុងឡានក្រុងជាមួយគ្នានេះដែរឬទេមានសំណួរដ៏សំខាន់មួយដែលតែងតែត្រូវបានលើកឡើងហើយចុះយ៉ាងណាវិញទៅចំពោះឈីអាតើឈីអាអាចនិយាយបានថាពួកគេស្ថិតនៅក្នុងឡានក្រុងនៃអាលូសាណាវ៉ាល់ចាំអាដែរឬទេដែលផ្អែកទៅលើការព្រមព្រៀងឬការស្រមមតិគ្នារបស់បណ្ដាអ៊ូឡាម៉ាអាលូសាណាចម្លើយនោះគឺអត់ទេឈីអាមិនស្ថិតនៅក្នុងឡានក្រុងអាលូសាណាវ៉ាល់ចាំអានោះឡើយពួកគេគឺជិះឡានផ្សេងដោយសារតែពួកគេមានមូលដ្ឋានគ្រឹះនៃជំនឿឬក៏គេហៅថាអូសូលូឌីនដែលខុសគ្នាអំពីជំនឿរបស់អាលូសាណាវ៉ាល់ចាំអាឈីអាបានព្យាយាមកសាងផលិតយានយន្តរបស់ពួកគេដោយឡែកដែលមានភ្ជាប់ជាមួយនឹងគោលគំនិតបែបអ៊ីម៉ាមីយ៉ាវាគឺជាការជឿជាក់ថាអ៊ីម៉ាមទាំង12របស់ពួកគេគឺបរិសុទ្ធគ្មានបាបម៉ាក់ស៊ុមស្មើឋានៈជាមួយនឹងណាប៊ីឬអ្នកនាំសាររបស់អល់ឡោះពួកគេក៏បានបដិសេធមិនទទួលស្គាល់សាហបត្តិជាច្រើនរបស់ណាប៊ីដូចជាសៃតាណាអាប៊ូបាការនិងអ៊ុម៉ារព្រមទាំងបដិសេធចំពោះគីតាបហាឌីសជាច្រើនដូចជាសាហេប៊ូខារីជាដើមទោះជាយ៉ាងណាក៏ដោយអ្នកប្រាជ្ញអ៊ូឡាម៉ាអ៊ីស្លាមស៊ុននីបានបែងចែកឈីអាទៅជាប្រមាណក្រុមនៃនិកាយស៊ីអ៊ីតទី1គឺឈីអាហ្សៃឌីយ៉ាទី2ឈីអាអ៊ីម៉ាមីយ៉ាដែលជានិកាយភាគច្រើននៅក្នុងប្រទេសអ៊ីរ៉ង់នៅពេលបច្ចុប្បន្នឈីអាហ្សៃឌីយ៉ាគឺមានច្រើននៅក្នុងប្រទេសយេម៉ែនពួកគេគឺជាក្រុមឈីអាដែលជិតស្និទ្ធបំផុតនឹងនិកាយស៊ុននីពួកគេគឺមិនចាត់ប្រកាន់សាហបត្តិរបស់ណាប៊ីជាកាហ្វេរនោះឡើយហើយក៏មិនបានចាត់ទុកថាអ៊ីម៉ាមរបស់ពួកគេគឺជាមនុស្សបរិសុទ្ធម៉ាក់ស៊ុមនោះដែរទោះបីជាខុសឡានគ្នាក៏ដោយប៉ុន្តែផ្លូវរបស់ពួកគេគឺជិតទៅនឹងអាលូសាណាវ៉ាល់ចាំអាច្រើនហើយចុះយ៉ាងណាវិញទៅចំពោះឈីអានៅអ៊ីរ៉ង់នៅពេលបច្ចុប្បន្ននេះឈីអាអ៊ីម៉ាមីយ៉ាឬក៏អ៊ីម៉ាមទាំង12នៅក្នុងន័យវិធីសាស្ត្រជំនឿ
ពួកគេពិតជាវង្វេងច្បាស់លាស់និងស្ថិតនៅក្រៅឡានអាលុសណាវ៉ាល់ជាម៉ាអាពួកគេគឺស្ថិតនៅក្រុមដែលត្រូវបានគេរិះគន់ដោយហាឌីសនៃការបែកបាក់72ក្រុមនេះក៏ប៉ុន្តែតើពួកគេគឺជាកាហ្វៀរដែរឬទេត្រង់ចំណុចនេះហើយដែលបណ្ដាអ៊ូឡាម៉ាមានការប្រុងប្រយ័ត្នខ្ពស់នៅក្នុងការកំណត់ថានរណាគឺជាអ៊ីស្លាមឬមិនមែនអ៊ីស្លាមអ្នកប្រាជ្ញអ៊ូឡាម៉ាសម័យទំនើបនៃពិភពអ៊ីស្លាមស៊ូនីបានបញ្ជាក់ថាឈីអានៅអ៊ីរ៉ង់នាពេលបច្ចុប្បន្ននេះមិនអាចចាត់បានទេថាជាកាហ្វៀរទាំងស្រុងឬជាអ្នកអ៊ីស្លាមទាំងអស់នោះទេពួកគេនៅតែត្រូវបានចាត់ទុកថាជាប្រជាជនមូស្លីមទូទៅឬយើងទទួលស្គាល់ថាគឺជាអាលីគីប្លាត់ដែលថ្វាយបង្គំតម្រង់ទៅរកទិសដៅតែមួយពួកគេនៅតែមានជំនឿនិងពោលពាក្យសច្ចាកាលីម៉ាសាហដាដូចគ្នាដែរសូឡាតឆ្ពោះទៅរកកាបានិងអានគម្ពីរកូរ៉ានដូចយើងតែមួយហើយយើងបដិសេធយ៉ាងម៉ឺងម៉ាត់នៅជំនឿឬឯកទេសវង្វេងរបស់ពួកគេមួយចំនួនក៏ប៉ុន្តែយើងក៏មិនចាត់ប្រកាន់ថាពួកគេគឺជាកាហ្វៀរទាំងស្រុង 100% ដែលគ្មានការបែងចែកក្រុមនោះឡើយខាងក្រោមនេះគឺជាបណ្ដាំរបស់អ្នកប្រាជ្ញឬអ៊ូឡាម៉ាធំអំពីអាដាបនិងសុជីវធម៌របស់អ្នកអ៊ីស្លាមចំពោះអ្នកអ៊ីស្លាមដូចគ្នាឥឡូវយើងមកពិចារណាចំពោះការទូមានរបស់ហ៊ុជតុលអ៊ីស្លាមគឺលោកអ៊ីម៉ាំអាល់ហ្គាហ្សាលីនៅក្នុងគីតាបរបស់លោក Faisal At-Tafriqah អំពីគ្រោះថ្នាក់នៃអាកប្បកិរិយាងាយស្រួលនៅក្នុងការចាប់ប្រកាន់អ្នកដទៃថាវង្វេងឬជាកាហ្វៀរដោយងាយលោកមានប្រសាសន៍ថាជាការពិតណាស់កិច្ចការនៅក្នុងការចោទប្រកាន់អ្នកដទៃថាកាហ្វៀរឬវង្វេងគួរតែធ្វើឡើងដោយការប្រុងប្រយ័ត្នបំផុតហើយកុំប្រញាប់ប្រញាល់ចោទប្រកាន់អ្នកថាបែរមុខទៅរកទិសគីប្លាត់ថាចេញពីអ៊ីស្លាមដោយងាយឲ្យសោះសូម្បីតែ Sheikhul Islam Ibn Taymiyyah អ្នកប្រាជ្ញដែលជាអ៊ូឡាម៉ាសំខាន់របស់ក្រុមសាឡាហ្វីផ្ទាល់បានបញ្ជាក់នៅក្នុងមជ្ឈមហ្វាតាវ៉ាថាប្រសិនបើមូស្លីមម្នាក់ខុសចូលនៅក្នុងការវិនិច្ឆ័យអ៊ីជ្ទីហាតលើជំនឿរបស់ពួកគេប៉ុន្តែគាត់មានចិត្តស្មោះត្រង់នៅក្នុងការស្វែងរកសេចក្តីពិតនោះព្រះជាម្ចាស់នឹងអភ័យទោសចំពោះកំហុសរបស់គាត់អ៊ីនសាអល់ឡោះហើយលោកក៏មិនចូលចិត្តចាត់ប្រកាន់អ្នកប្រាជ្ញឬអ៊ូឡាម៉ាអ៊ីសាអ៊ីរ៉ះថាវង្វេងនោះដែរអស់បងប្អូនមូស្លីមទាំងអស់នៅក្នុងកម្ពុជាចូលចង់ចាំថាយើងរស់នៅក្នុងសហគមន៍ជនជាតិភាគតិចនៅក្នុងប្រទេសមួយនេះយើងមិនស័ក្តិសមឆ្លោះគ្នាទាល់តែសោះឬបែកបាក់គ្នាលើបញ្ហាអ្វីមួយនោះទេចំពោះបងប្អូនរបស់យើងដែលជាអ្នកបញ្ចប់ការសិក្សាពីម៉ាឌីណាខាងសាឡាហ្វីសូមនាំមកនៅចំណេះដឹងសុនណាដ៏ស្រស់ស្អាតមួយនេះដោយក្តីមេត្តាកុំធ្វើឲ្យចំណេះដឹងនោះคล้ายជាដាវកាត់ទោសនិងចាប់ប្រកាន់លើការអនុវត្តរបស់អ្នកភូមិដែលប្រតិបត្តិតាមបែបអ៊ីសាអ៊ីរ៉ះអ៊ីសោះចូលចងចាំចំពោះដំបូន្មានដែលអល់ឡោះជាម្ចាស់បានរំលឹកយើងថាវ៉ាតាស៊ីមូប៊ីហាបលីឡាហ៊ីជាមីអាវ៉ាឡាតាហ្វារ៉កូចូលពួកអ្នកទាំងអស់គ្នាប្រកាន់ខ្ជាប់នៃខ្សែរបស់អល់ឡោះសាសនាអ៊ីស្លាមហើយកុំបែកបាក់គ្នាឡើយវ៉ាឡោះអាឡំសង្ឃឹមថាបងប្អូននឹងបានយល់ជួបគ្នាបន្តក្នុងវីដេអូក្រោយអ៊ីនសាអល់ឡោះ